បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបជាមួយនឹងខ្ញុំម្ដងទៀតហើយតើតើទៅនឹងការចិញ្ចឹមជ្រូកមានក្លិនបាទចំណែកឯវីដេអូថ្ងៃនេះដែរគឺខ្ញុំនឹងបង្ហាញបាទការធ្វើទ្រុងមានក្លិនប្រាប់បងប្អូនតែបងប្អូនតែងតែខមមិនសួរខ្ញុំបាទថាគេធ្វើទ្រុងចិញ្ចឹមជ្រូកមានក្លិនដូចម្ដេចអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងលម្អិតឲ្យអស់តែម្ដងបាទអញ្ចឹងទៅតាមដានទស្សនាទស្សនវិជ្ជាជំវិញទ្រុងដែលខ្ញុំទៅធ្វើឲ្យ95% នេះទាំងអស់គ្នាបាទបងប្អូនបាទនេះគឺជាទ្រុងដែលធ្វើថ្មីកាលមុនកន្លែងនេះគឺកន្លែងទឹកទាសម្រាប់លេងទេបាទតែឥឡូវយើងកែដាក់ទ្រុងជ្រូកសិនបាទទាទុកក្រោយទាចាំក្រោយចាំធ្វើទ្រុងហើយចាំសេរីទ្រុងទាវិញបាទអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនដែលមានបំណងចង់ចាំជ្រូកគ្មានក្លិនហើយចង់ដឹងថាឥឡូវនេះទ្រុងគេធ្វើម៉េចអីម៉េចឥឡូវមកមើលទាំងអស់គ្នាជាមួយខ្ញុំបាទនេះគឺជាដបូលនេះប្រហែលជាខ្ទង់2 ម៉ែត្រជាងបាទ2 ម៉ែត្រជាងហ្មងណាហ្នឹងហើយបើសិនជាបងប្អូនមានដីទលាយអាចធ្វើខ្ពស់ក៏បានដែរការពិតខ្ញុំត្រូវធ្វើ3 ម៉ែត្រតែដោយសារយើងតជាប់យ៉ាផ្ទះរបស់យើងហ្មងទៅដោយសារកុំឲ្យវាខាតណាបាទអញ្ចឹងទ្រុងហ្នឹងគឺ2 ម៉ែត្រជាងបាទហើយជម្រៅបងប្អូនថាជម្រៅប្រមាណដើម្បីដាក់អង្កាមបាននេះបាទ6 សង់ទីម៉ែត្របាទជម្រៅនៃការដាក់អង្កាមបាទជាមានថាពីឥដ្ឋដល់ក្រោមដីហ្នឹងគឺ6 សង់ទីម៉ែត្រតែបើសិនជាបងប្អូនអត់ប្រើសំណាញ់លួសទេបងប្អូនត្រូវប្រើ1 ម៉ែត្រអត់ដែលរៀបអាហ្នឹងសម្រាប់ជ្រូកសាច់ប្រើ1 ម៉ែត្រ 1 ម៉ែត្រ 2អញ្ចឹងទៅតែយល់អត់ប្រើ1 ម៉ែត្រទៅវាត្រជាក់អត់ខ្យល់ចេញចូលហើយមូលហេតុដែលខ្ញុំដាក់លួសនេះគឺខ្ញុំចង់ឲ្យវាបាទខ្យល់ចេញចូលកាន់តែល្អទៀតដោយសារទ្រុងនោះនៅពេលដែលខ្ញុំរៀបវាខ្ពស់ទៅវាអាចរៀងហប់បន្តិចប៉ុន្តែវាអត់អីទេដោយសារតែជុំវិញផ្ទះខ្ញុំហ្នឹងវាអត់ទលាយដូចយើងនៅវាលណាចាំខ្ញុំធ្វើរៀងនេះបន្តិចអានោះមុនដំបូងដែលខ្ញុំសាកដំបូងណាថ្ងៃខាងមុខទៀតខ្ញុំអាចនឹងកែវាមកប្រើជាសំណាញ់លូនេះចេះដែរបាទវាល្អជាងហើយមួយទៀតនេះគឺទ្រុងថ្មីខ្ញុំអត់បានចាក់បកគោនេះទេគឺទិញបកគោពីគេមកបាទមកដើម 15000 2 ម៉ែត្រជាងបាទហើយជុំវិញនេះគឺដាក់លុះម្ដងបាទហើយដីញ៉ាឲ្យខ្ពស់ជាងដីដែលនៅខាងក្រៅមើលឃើញបងប្អូនចាដីនៅខាងត្រង់ត្រូវឲ្យខ្ពស់ជាងដីខាងក្រៅហ្នឹងគឺ2 សង់ទីម៉ែត្រមក2 សង់ទីម៉ែត្រឬក៏អាចលើសនឹងទៀតក៏បានដែរតាមភាពជាក់ស្ដែងរបស់បងប្អូនបាទហើយខាងនេះត្រូវដាក់សំណាញ់ស្បែកមួយទៀតណាដើម្បីការពារកុំឲ្យវាក្តៅកាលណាយើងអត់ដាក់ទេវាអាចក្តៅខ្លាំងវាជះមកក្រោមបាទអញ្ចឹងតើយើងនេះប្រើសំណាញ់មួយទៀតតែបើសិនជាត្បូលយើងខ្ពស់3 ម៉ែត្រទេហើយអានឹងមិនបាច់ប្រើក៏បានដែរវាអត់អីទេបាទដីនេះយើងធ្វើស្មើអញ្ចឹងមកបាទហើយក្នុងការដាក់អង្កាមបាទបងប្អូនអស់ហ្នឹងការដាក់អង្កាមមិនមែនមកដល់យកអង្កាមចាក់ឈុលទេណាបាទទី1ត្រូវរាចអំបិលបាទទៅតាមទំហំនៃទ្រុងរបស់យើងបើទៅឧទាហរណ៍ថាទំហំទ្រុងរបស់យើងបដោយ5ទៅ3អញ្ចឹងទៅយើងដាក់អំបិលប្រហែលជា5 6 គីឡូទៅបាទជំហានទី1ត្រូវដាក់អំបិលទី2ត្រូវបាញ់ថ្នាំទឹកថ្នាំបាញ់វាជោគណាកាលណាតែបាញ់មិនជោគធ្វើគ្រឹះក្រោមអត់ល្អទេទឹកកើឡើងមកវើទឹកថ្នាំតាក់តងទឹកថ្នាំនេះដែរវីដេអូក្រោយមួយទៀត
nhưng mà chanh này thôi mưa ó tôi bị banh trong nam hơi tôi cho tới vòng phòng không trùng vào dưới từ đi cả bao mũi tiết mà chuồn điện chúng bảo riêng ăn kia cả bao thế về đó ai bị chui ấy tới việc lần màu chẹt làm bị ăn cá chứ vừa thiệp xóm bao việc bát cào màn ló về để mụ chu tới bơi sâu lần cặp thôi chít kia mụ chu chống cái thời bát lần này tại vì sinh dương chậm cam trôi thì máu nó bị ai miền Tây hà trong bọc những lực một nóคือxạ là bóng nó là bóng bị xạ mà tệ nhất này tôi tha miền Tây hà tại còn nó như hiểm cái sau tới thì tha thử thì họ đạn đi làm bắn lên nhưng tôi đạn bọc bọc nhau mà bụng tay tầm lang thui đạn chụp mê lại nè đi bật sạch mấy vẹn khảo ní cứ bầu à cứ bầu cồn lần này pi tiết mê cái mông để tuôn ra ở đây mà chẳng cứ bị ô này cả từ trống cái miền Bắc năng bông phồn nắng bảo bông phồn trong ngõ lấy ai xua thành thiết bán được không comment nhom nó chỉ yếm chào mà lấy những tụi mơ tự phép trống bị mồn thì trống lời tại vì sạch đó là vật nào nếu mà trống được cáo níគឺស្អាតតាមមើលណាគឺស្អាតមែនទេហើយខ្យល់បរិយាកាសគឺចេញចូលបានល្អខាងនេះអត់លែងធ្វើនេះហើយទុកវាចំហអញ្ចឹងតែបងប្អូនត្រូវចងតង់ណាបាទយើងត្រូវប្រើតង់បាទយើងត្រូវប្រើតង់ដើម្បីអីបាទការពារមេឃភ្លៀងមេឃអីចឹងគឺយើងទម្លាក់វាអញ្ចឹងទៅសាចចូលអាចមានបញ្ហាជ្រូកយើងបាទខ្យល់ចេញចូលចឹងមកបរិយាកាសធម្មជាតិអញ្ចឹងធ្វើឲ្យជ្រូកវាធំធាត់លឿនហើយអាពលឺថ្ងៃហ្នឹងគឺសំខាន់ណាកាលនោះវាជះចូលវាពាក្យបានដូចជាវីតាមីន C ហ្នឹងបាទនេះជ្រូកមេបាទមុនជ្រូកសាច់ត្រង់ហ្នឹងហើយចាប់អស់ហើយសល់ជ្រូកមេបាទហើយជាអង្កាមដែលយើងដាក់ថ្មីវាអាចរឿងក្តៅបន្តិចបងប្អូនណាក្តៅប្រហែលជា20ថ្ងៃទេអញ្ចឹងយើងទៀមបាញ់ទឹកស្រោចវាញាប់ដើម្បីកុំឲ្យវាក្តៅណាបាទក្រោយបន្ទាប់ពីវានោះបាទបន្ទាប់ពីវាកាច់ដូចកន្លែងនោះហើយបាទកន្លែងមុខជ្រូកនោះហើយគឺឡើងក្តៅហើយវាទៅជាត្រជាក់វិញហើយអញ្ចឹងកាលណាត្រជាក់ជ្រូករបស់យើងគឺវាមានសុខភាពល្អវិញហើយវាអត់ទាំងហក់អត់អីទេបាទចឹងបងប្អូនមិនបារម្ភទេដូចត្រង់មេ2នេះចឹងបាទវាជាឲ្យវាឡើងក្តៅហើយពីមុនបើកាលដែលនេះណាដាក់កាមថ្មីវាអាចក្តៅតែនៅពេលដែលវាកាច់ចឹងហើយជូកដេកទៅជាអត់បញ្ហាអត់បារម្ភទេណាបាទដូចនេះអីនេះគឺលែងអីហើយគឺលែងទាំងអត់អីញ៉ៃញ៉ៃទេបាទនេះគឺជាសាច់ឯងត្រង់នេះទៅជាតនេបាទតនេមកត្រង់វាដោយសារយើងចាត់មេនទៅដាក់នោះកូនជុកសាច់ទៅនោះ5ប្របាលគឺយើងយកវាទៅដាក់បាទខាងនោះកើតផុតបាទអញ្ចឹងត្រង់នេះស្លាស់តែប្រហែលជាមិនស្លាស់ប្រហែលទេតែ3-4ខែទៀតពេលដែលជូកអស់នេះថ្ងៃកំណត់គឺយើងយកកូនវាប្របែកវាទៅដាក់បាទអានេះមុនបងនេះត្រង់នេះធ្វើមុនគេសាក់លបងត្រង់ហ្នឹងសាក់លបងគឺជោគជ័យក៏ចាប់ដើមប្រេកត្រង់នោះមកត្រង់ទៀតបាទឃ
ថាវាអត់មានបញ្ហាអីណាបងប្អូនបាញ់30គឺទៅជាអត់អីទេចឹងហើយបានជាជ្រូករបស់យើងពេលដែលក្តៅប៉ុណ្ណាក៏វាអត់បញ្ហាដែរសាមកាត់ហើយឧទាហរណ៍បើសិនជាក្តៅខ្លាំងយើងអាចបាញ់ទឹកលើវាបានបាញ់ទឹកលើនឹងបានស្រោចជ្រូកបានអត់បញ្ហាណាតែមិនមែនស្រោចរាល់ថ្ងៃណាបាទស្រោចពេលណាដែលក្តៅទាំងហក់ខ្លាំងហើយចាំវាស្រោចលើវាបាទពណ៌ទឹកវារបូតលបាញហើយចាំរៀបចំសាមីតទៅពីត្រង់ទី1ត្រង់ទី2ចូលត្រង់ទី3នេះត្រង់ទី3បាទត្រង់ទី3គឺយើងធ្វើចេះធ្វើចឹងល្អចូលត្រង់ទី4បាទត្រង់ទី4រៀងហប់តិចយើងទៅស្អីយើងធ្វើបញ្ញាប់បញ្ញាប់បបែកជ្រូកនេះហើយណាគាត់ទៅអានេះយើងអាចធ្វើដូចខាងនោះដាក់ដែកដាក់ចឹងវាយើងហប់បន្តិចតែអាចជុំវិញនេះគឺយើងទុកបដែតម្រង់វាខាងគឺរៀបអត់បដែគាត់តែឆ្នៃអាឡៃនេះទេនេះហ្នឹងយើងត្រូវវាយចោលបន្តិចទៅហើយយើងតដែកដើម្បីឲ្យវាស្លាស់ខ្យល់បាទនេះដាក់បាអស់ហើយបាទនេះពីទៀតត្រង់ទី3ណាធ្វើថ្មីអត់ត្រង់ទី4បាទមើលនេះបាទទៅជាតិបែកមេនេះទៅមួយទៀតទៅដាក់អាឡែងត្រង់នេះវិញបាទបែកវាយកមកដាក់ត្រង់នេះវិញកូនយកទៅដាក់ឲ្យត្រង់នោះត្រង់ថ្មីអាឡែងនោះបាទអញ្ចឹងបងប្អូនមានចម្ងល់អីទាក់ទងត្រង់អាចសួរបានជុំវិញត្រង់របស់ខ្ញុំគឺត្រៀមរហូតតង់កាលណាតែមេឃភ្លៀងមេឃអីអត់មានប្រហែសទេណាបាទនេះដោយសារយើងការពារបាទនេះយើងអាចដាក់ដំណើរដំណាំនេះទៅខាងមុខចាំត្នេតដៃតិចយើងរៀបចំដាំដំណាំអីបាទនេះគឺតង់ខ្យល់ចូលល្អអត់អីទេអត់បញ្ហាទេមានស្អុយទេបាទហើយអត់បើនិយាយរឿងអត់ឥឡូវបងប្អូនអើយទៅបោកខាងអញ្ចឹងពុកអស់នេះចាប់តាមពុកនេះដូចខ្ញុំទៅទៀតខ្ញុំបោកទាំងអស់ត្រង់នេះខាងក្រោយក្រោយជាជុំវិញជាចឹងយើងចាំបែបនេះគឺមានប្រាក់ប្រយោជន៍ច្រើនណាគាត់ទៅអាចអស់នេះយើងកើតយកទៅដាក់ស្រែរបស់យើងទាំងអស់បានជុំវាចំណេញខែធ្វើស្រែកាត់បន្ថយការទិញជីវិគេណាបាទហើយជុំនេះទៅបាន2ខែដែរបាទហ្នឹង19ស្អែកបាន2ខែបាទធំអត់បងប្អូនមួយខែស្អែកបាទវាទូចជាងគេតែទូចនេះទូចឆ្មល់នេះមេទុកពូទៀតបាទ2សនេះ1 2ទុកពូចឲ្យជូរសាច់ចាំទៅទៀតត្រង់នឹងទៅនេះចាប់5ក្បាលហ្នឹងយកទៅដាក់ត្រង់នោះទុកអានេះ2របស់វាបាទឲ្យវាស្លាស់របស់វាចឹងអាហ្នឹងសម្រាប់ជូកមេយើងឲ្យចំណីវាស៊ីផ្សេងដើម្បីកុំឲ្យវាខាតចំណីរបស់យើងបើយើងទុកនៅជាមួយនៃសាច់វាចុះយើងលាយវាបែបផ្សេងទៅប្រូតេអ៊ីនថយយើងនឹងតិចទៅបាទពីមុនរាំងឡើយនេះបាទរាំងនេះខាងក្រៅឲ្យយើងtiếpបងប្អូនណានឹងអានមកអត់មើលរាប់ពីកានទៅពីលើវិញ1 2 3 4 5កន្លះម៉ែត្របាទទេចឹងខ្យល់មានស្អីវូខ្យល់ចេញចូលល្អហ្មងបាទស្បៃនេះការពារភ្លៀងបាទខ្ញុំតម្លាក់វាមកខ្យល់ទឹកអីនេះណាល្អលេងអញ្ចឹងទៅ
chơi đấy đã khá pia cái vì lôn còn thơ đây là chẳng tiết tiết thơ cả biểu màu lôn đi đây chẳng rồi vào đây tiếp đây con mơ tiếp mày cây đã cam búng cái này lên mục bảo vệ chú mới chắc chỉ nó bị bay mọt cạch chỗ này thôi bây giờ xa bánh nam ấy đấy giờ thùng khăn đây chọn rồi vào đây đây này chọn ấy rồi toàn khăn và hãy chấm ơi trong mấy về đã chúc nhưng thọ chuồn và hàng đón tiếp là tại vì dạng mạch về đã chụp tới tận đường ạt cho mong con miền non trong chấm chúc miền khăn lơn cám rồi cái hai là chấm chúc miền khăn ấy mà anh mới bị tàu bọc trong ban cái tận đường ạt trung bình xa đầy bọc nhông bia đến tôi chừng yết chừng xài gai và sân chỉ miền đầy thông tin lấy cái em không và trong video bọc nhóm cứ miền tập phần đó nó con sầm rạp ca cứ cho subscribe channel bọc nhóm để chạm tan đan tu snan rồi video thay thay mà to tiền nó con chuẩn bị đi